រកឃើញរោងចក្រផលិតបារីនៅខេត្តតាកែវដំណើរការមិនគោរពត្រឹមត្រូវច្បាប់បរិស្ថានក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោកជូថលអនុប្រធានយុទ្ធដ្ឋានដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូចឃុំត្រពាំងសាបមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹងនិងមន្ត្រីបរិស្ថានខេត្តតាកែវនៅថ្ងៃទី17ខែតុលាឆ្នាំ2025បានរកឃើញការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន LHTBC Cambodia CO LDT Ltd ស្ថិតនៅភូមិកណ្ដឹងធំឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវយោងតាមគេហទំព័រ Facebook របស់ក្រសួងបរិស្ថាននៅថ្ងៃទី18ខែតុលានេះថាក្រុមការងារបានពិនិត្យឃើញថារោងចក្រមិនបានបំពាក់ប្រព័ន្ធបើកខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេរោងចក្រមានឡសម្ងួតចំនួន1និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញលើសកម្រិតកំណត់ស្តង់ដារជាមួយគ្នានេះរោងចក្របានដំណើរការអាជីវកម្មពុំមានរបាយការណ៍វិតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញនិងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅចំពោះមុខក្រុមការងារបានចាត់វិធានការច្បាប់ដោយតម្រូវឲ្យក្រុមហ៊ុនដូចជាត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតក្លិននៅអគារផលិតកម្មឲ្យបានត្រឹមត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេសនិងបំពាក់ប្រព័ន្ធសម្អាតផ្សែងនៅឡសម្ងួតឲ្យបានត្រឹមត្រូវនិងអនុលោមតាមស្តង់ដារកំណត់ត្រូវទទួលរងពិន័យអន្តរការយោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិមាត្រា161មាត្រា173និងមាត្រា168និងអនុក្រឹត្យលេខ42ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈនិងការខូចខាតបរិស្ថានតាមការវិតម្លៃជាក់ស្ដែងពីមន្ត្រីជំនាញត្រូវរៀបចំរបាយការណ៍វិតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងផ្ដល់យោបល់ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថានក្នុងពេលជាមួយគ្នានេះក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានដែលបានរាយការណ៍និងផ្ដល់ព័ត៌មានពិតដើម្បីទប់ស្កាត់ការបំពុលបរិស្ថាននិងបានចូលរួមសាមគ្គីក្នុងការរៀបចំកម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាតតរហូតទៅអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille LT the best quality of education in Cambodia វីតាល់មោទនភាពផលិតផលជាតិនំប៉័ងបាយ័នតែងតែនៅជាមួយលោកអ្នកគ្រប់កលៈទេសៈទឹកពិសាកម្ពុជាជំរឿសដ៏ឆ្លាតវៃសម្រាប់សុខភាពអូគីដេវីឡាយើងជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា Nagavel ទទួលយកនៅបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលកំសាន្តប្រចាំតំបន់ទន្លេមេគង្គ